ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់រឿងក្តីចម្លែកមួយទៀតនៅក្នុងរោងកុននៅយប់មួយក្មេងប្រុសនិងស្រីម្នាក់ដែលជាគូសង្សារនឹងគ្នាបានណាត់ជួបគ្នាដើម្បីមើលរឿងកុននៅពេលនោះនាងដែលជាស្ត្រីឬក៏ជាសង្សាររបស់បុរសម្នាក់នោះបានឃើញបុរសម្នាក់ទៀតដែលសម្លឹងមើលមុខនាងយ៉ាងចម្លែកបុរសម្នាក់នោះមានថ្មីគួរឲ្យខ្លាចសម្លឹងមើលមកនាងដូចជាមនុស្សមួយដែលគាត់ចង់បានជាខ្លាំងនាងក៏បានខ្សឹបប្រាប់បុរសដែលជាសង្សាររបស់នាងដែរថាមានបុរសម្នាក់មើលមកនាងយ៉ាងចម្លែកបុរសដែលជាសង្សារបានត្រឹមថាកុំខ្វល់ធ្វើអារម្មណ៍ឲ្យសប្បាយទៅពេលនោះពួកគេក៏បានចូលទៅក្នុងរោងកុននៅក្នុងរោងកុនគឺងងឹតអ្នកនរគ្នាអត់មានរោងកុនណាភ្លឺទេអញ្ចឹងចូលទៅបុរសដែលសម្លឹងមើលមុខនាងនៅក្រៅរោងកុននោះនៅអង្គុយនៅខាងមុខនាង2-3កៅអីតែប៉ុណ្ណោះនាងបានភ័យខ្លាចបន្តទៀតព្រោះតែបុរសនេះនៅតែសម្លឹងមើលមុខនាងយ៉ាងចម្លែកនាងបានភ័យនឹងព្រួយបារម្ភជាខ្លាំងតបមកបុរសដែលសម្លឹងមុខនាងនោះបានចាក់ចេញពីរោងកុននោះហើយនាងក៏បានធូរអារម្មណ៍ហើយក៏មានអារម្មណ៍ថាស្រឡះខ្លួនមកវិញហើយក៏មានអារម្មណ៍ថាសុវត្ថិភាពប៉ុន្មាននាទីក្រោយមកបុរសដែលជាសង្សាររបស់នាងនោះបានសុំនាងចេញទៅបន្ទប់ទឹកដូចគ្នាដែរពេលនោះនាងដែលជាសង្សារនោះគ្មានអីជំទាស់ទេមានតែប្រាប់ថាអ្នកឯងទៅចោះឲ្យខ្ញុំនៅម្នាក់ឯងបានហើយក៏បុរសដែលជាសង្សារនោះប្រាប់ទៅនាងវិញថាអ្នកឯងដោតអារម្មណ៍ជាមួយនឹងភាពយន្តបន្តទៀតចោះរយៈពេលរហូតដល់15នាទីបុរសដែលជាសង្សារនោះទៅយូរក៏បារម្ភពីសង្សារក៏បានទេទៅកាន់បុរសដែលជាសង្សារនោះប៉ុន្តែគ្មានការឆ្លើយតបនាងភ័យនឹងបារម្ភជាខ្លាំងព្រោះតែអារម្មណ៍មិនស្រួលពីដំបូងផងនោះនាងក៏បានស្វះស្វែងរត់ទៅបន្ទប់រងចាំពេលនោះកន្លែងបន្ទប់រងចាំនោះក៏ដើរឆ្លងកាត់បន្ទប់ទឹកបុរសដូចគ្នាពេលនោះនាងបានក្រឡេកភ្នែកចូលទៅមើលបន្ទប់ទឹកបុរសនោះក៏ឃើញមនុស្សជុំគ្នាហើយបានស្រែកហៅឲ្យជួយផងពេញហ្នឹងពេលនោះនាងមានអារម្មណ៍ថាភ័យហើយបេះដូងរបស់នាងលោតដុកដាក់ជាខ្លាំងមិនចាំយូរទេនាងក៏បានដើរចូលមិនមែនដើរទេគឺរត់ចូលតែម្ដងអ្វីដែលអ្នកនរគ្នាគិតនោះគឺត្រូវហើយគឺឃើញបុរសដែលជាសង្សារនោះបានដួលដេកនៅនឹងឥដ្ឋឈាមពាសពេញបន្ទប់ហើយក៏ហូរពេញឥដ្ឋផងដែរនារីដែលជាសង្សារនោះបានឃើញបែបនេះមានអារម្មណ៍ថាតក់ស្លុតនិងមិនស្រឡះចិត្តតាំងពីដំបូងផងនោះក៏បានសង្ស័យទៅលើបុរសដែលសម្លឹងមើលមុខនាងពីដំបូងនោះមិនយូរប្រហែលនាងបានឃើញกระดาษទូចមួយនៅជិតសាកសពរបស់សង្សាររបស់នាងមិនចាំយូរទេនាងក៏បានទាញដោយដៃញ័ររបស់នាងទៅចាប់យកกระดาษនោះហើយក៏បានបើកវាមើលក៏បានឃើញពាក្យសរសេរថាខ្ញុំចង់បាននារីម្នាក់បន្ទាប់ពីទស្សនានិងស្ដាប់នៅរឿងក្តីនេះហើយតើអ្នកទាំងអស់គ្នាគិតថាអ្នកណាគឺជាឃាតករតើជាបុរសម្នាក់ដែលសម្លឹងមើលមុខនាងតាំងពីដំបូងរឿងនោះមែនទេ